ចឹងនៅពេលដែលយើងប្រឹងពោះរក្សាលំនឹងខ្នងហើយអ្នកទាំងអស់គ្នា ready ចាប់ដើមខ្ញុំរាប់1 2 3ចាប់ដើមរុញទាគឡើងពេលដែលរុញទាគយើងឡើងព្រោះចាប់ដើមងើបបន្តិចចាប់ដើមច្បាច់គូតយើងចូលណាច្បាច់គូតយើងគេហៅខ្ជិបគូតបានសាច់ដុំគូតជាអ្នកធ្វើការអូខេអញ្ចឹងខ្ញុំ ready ហើយខ្ញុំចាប់ដើមរុញទាគឡើងដោយខ្ជិបគូតប្រឹងក្បាលពោះផ្លុំចូលចេញហើយខ្ជិបគូតចូលឃើញគូតខ្ញុំខ្ជិបទេអញ្ចឹងពេលដែលខ្ញុំមានអារម្មណ៍ថាខ្ញុំឈឺគូតហើយមានន័យថា position ដែលខ្ញុំ set up ហ្នឹងគឺវាត្រូវហើយវាចូលទៅសាច់ដុំ target ដែលខ្ញុំចង់បានពេលដែលយើងត្រូវហើយខ្ញុំចាប់ដើមតម្លាក់ចុះដោយរក្សាលំនឹងខ្នងខ្ញុំណាខ្ញុំតម្លាក់ចុះយឺតតម្លាក់មិនបាច់ឲ្យដល់កាមេរ៉ាទេហើយផ្លុំចោលចេញឡើងមកវិញពេលឡើងមកវិញខ្ជិបគូតទៀតអញ្ចឹងអ្នកទាំងគ្នាផ្លុំចោលចេញហើយមុខរបស់យើងអត់ងើយទៅលើទេណាមុខរបស់យើងមើលទៅត្រង់តម្លាក់គូតចុះផឹងក្បាលពោះផ្លុំចោលចេញខ្ជិបគូតយើងរាប់1 2តម្លាក់ចុះបើចោលចូលផ្លុំចោលចេញ1 2តម្លាក់ចុះអ្នកទាំងធ្វើបាន8មកនេះជាលំហាត់ផាតទី2ផាតទី1អ្នកទាំងគ្នាត្រឡប់ទៅមើលវីដេអូដែលខ្ញុំបរៀនពីវិធី set up ដោយអត់ទាន់ដាក់គីឡូអញ្ចឹងលំហាត់នេះនៅពេលដែលអ្នកទាំងគ្នាចេះធ្វើដោយអត់ដាក់គីឡូអ្នកទាំងគ្នាគ្រាន់តែបន្ថែមគីឡូដូចដែលខ្ញុំដាក់នៅក្នុងវីដេអូនេះមកបញ្ជាក់សម្រាប់លំហាត់កូដអ្នកទាំងគ្នាដាក់គីឡូតាមលទ្ធភាពដែលអ្នកទាំងគ្នាលើករួចឧទាហរណ៍ថា8គីឡូអ្នកទាំងគ្នាធ្វើបានអត់មានបញ្ហាអីនៅមានកម្លាំងទៅទៀតអ្នកទាំងគ្នាបន្ថែមគីឡូបន្ថែមរហូតដល់អ្នកទាំងគ្នាលើកឡើងរួចខ្ញុំលើកទឹកចិត្តឲ្យអ្នកទាំងគ្នារៀនលំហាត់នេះឲ្យចេះហើយអនុវត្តរយៈពេលតែ2-3 ខែអ្នកទាំងគ្នានឹងសង្កេតឃើញតាគៀកកូដអ្នកទាំងគ្នារីកធំលឿនព្រោះលំហាត់នេះល្អមែនតើសម្រាប់ទៅបរិច្ឆេទសាច់ដុំកូដយើងណា